រីកេរិយាអ្នកបានស្នាក់ការខ្លាំងបងគុំនៃខ្ញុំព្រះករុណាចូលមានដល់ព្រះដ៏មានព្រះជាអនុនព្រះអរហន្តដ៏ប្រសើរត្រង់ត្រាដែលនៅនៃយាធម៌ទាំងពួងដោយប្រពៃនឹងព្រះអង្គមានគ្រូអាចារ្យណាក៏ដែរព្រះអង្គសូមថ្លែងគុំកណាគុណចាស់គ្រប់ព្រះអង្គសូមគោរពលោកគ្រូបងសូមទាំងញាតិញោមបងប្អូនស្រីប្រុសទាំងអស់មួយអន្តរដោយសេចក្តីជ្រះថ្លាត្រេកអរអនុមោទនានៅក្នុងខ្សែអត្ថលេងព្រះធម៌នេះមានខ្សែលេខ353ទាំង353យើងបានស្ដាប់ព្រះធម៌ជានិច្ចកាលជារៀងរាល់ថ្ងៃមកដោយសេចក្តីថាព្រះធម៌គួរដល់ការគោរពនៃពុទ្ធបរិស័ទយើងទាំងអស់គ្នាយើងមានសេចក្តីជ្រះថ្លាក្នុងការដែលសិក្សារៀនសូត្រក៏ឧស្សាហ៍ជាជាងដោយសារមានវិរិយៈនឹងជាអធិបតីទៅនឹងកំប្រឹងទោះជាក្នុងមួយសប្តាហ៍នឹងបន្ថែមថ្ងៃក្នុងវស្សានឹងឡើង5ថ្ងៃគឺចេះតែប្រាំងប្រែងសិក្សារៀនសូត្រទៅនឹងដោយម្យ៉ាងសន្សំនៅបង្គកសលនោះផងដោយលោកគ្រូបងបានសម្ដែងចឹងថាពេលវេលាដែលយើងរស់នៅតិចតួចណាស់មិនជាច្រើនទេហើយពេលវេលាតិចតួចនៃជីវិតដែលរស់នៅនឹងហើយជាឆ្លៀតឈឺទៀតណាចាគឺហើយដល់ពេលឈឺលំបាកធ្វើទុកក្នុងចិត្តណាស់ដើម្បីនឹងសិក្សារៀនសូត្រអីនឹងយ៉ាងណាមិនពេញបនកុសលតាមផ្លូវចិត្តធ្វើទុកក្នុងចិត្តឲ្យបានល្អកុំឲ្យវាថ្នាក់កុំឲ្យវាបដិខៈអីមិនងាយទេណាឈឺធ្មេញឈឺភ្នែកឈឺត្រចៀកឈឺដៃឈឺជើងសពគ្រប់ទាំងអស់ហើយដល់ទៅពេលដែលយើងបានសុខស្រួលត្រង់ដើរហើយដែលថែមសេចក្តីប្រមាទចូលមករំខានឬក៏ចូលមកធ្វើឲ្យយើងនឹងមិនបានបំពេញនៅសេចក្តីល្អទៅទៀតនឹងអញ្ចឹងបានថាយើងគួរមានស្មារតីមានស្មារតីថាពេលវេលាដែលយើងបំពេញសេចក្តីល្អបានស្រួលស្ដាប់ធម៌ស្រួលអង្គុយមិនជាលំបាកណាមិនជាលំបាកក្នុងការគោរពស្ដាប់ព្រះធម៌អីហ្នឹងមិនជាលំបាកទេមិនអាយ៉ាស់មិនអាយ៉យអីទេសំដីយើងអង្គុយសំពះក៏ដោយឬអីក៏ដោយមិនលំបាកដល់ដូចយើងឈឺធ្មេញធ្ងរយ៉យទេណានឹងអាចប្រព្រឹត្តទៅបានហើយបានបន់ទៀតផងដែលយើងគោរពព្រះធម៌ទៅបានបន់ទៀតផងហើយតែយើងឈឺធ្មេញឈឺដៃឈឺជើងចោលតែពេលលំបាកហើយអត់បានបន់ផងហ្នឹងយើងចេះពិចារណាអញ្ចឹងពេលវេលាដែលសម្រាប់ឲ្យយើងធ្វើសេចក្តីល្អបានកំពេញបន់កុសលនឹងមានតិចតួចណាហើយបើយើងមិនធ្វើទៀតមិនដឹងទៅរកពេលបានពីណាពេលវាក្រណាអាយុវាតិចហើយវាសត្វតែជាថ្ងៃចាស់ហើយវាឈឺហើយគុណចាស់ញាតិញោមព្រះអង្គខ្លះញាតិញោមខ្លះមិនសូវឈឺក៏អាចដើម្បីបំពេញសេចក្តីល្អធ្វើទុកក្នុងចិត្តសិក្សារៀនសូត្រអីហ្នឹងទៅបានស្រួលទៅណាហើយអ្នកឈឺច្រើនដូចខ្ញុំកណាអីលោកគ្រូបងអីមិន
ទៅជាសុខស្រួលអីទេចឹងដល់ហើយឱកាសពេលវេលាដែលឱកាសពេលវេលាដែលអាចប្រព្រឹត្តទៅបានក្នុងកិច្ចការងារជាតំជាកុសលហ្នឹងបើថាល្មមប្រព្រឹត្តទៅបានហើយក៏ចិត្តតែប្រឹងប្រែងទៅក្នុងពេលវេលាហ្នឹងដល់ពេលណាពេញកិច្ចការមិនបានក៏យើងបានបំពេញហើយយើងបានប្រឹងប្រែងហើយព្រោះមិនទៀមទាអីឲ្យលើសពីការពិតទេក្នុងជីវិតហ្នឹងវាមានការពិតរហូតតាំងពីកើតដល់ឆ្នាំហ្នឹងហើយត្រូវបដិសន្ធិតទៅទៀតយ៉ាងណាសុទ្ធតែជាការពិតទាំងអស់ជាសច្ចធម៌ពិតមែនដែលថាសច្ចធម៌ហ្នឹងជាទុក្ខសត្វប៉ុន្តែវាអាចនាំឲ្យបានសម្រេចនៅបញ្ញាដ៏ពិសេសកាលណាបើធ្វើទុកក្នុងចិត្តរឿយដោយការអប់រំចម្រើននៅសតិដ្ឋានវិបស្សនាទេណាអាចដើម្បីធ្វើឲ្យបានត្រាស់ដឹងនៅទុក្ខសច្ចៈនោះរួមមួយអលើដោយសច្ចៈដតីទៀតមានការត្រាស់ដឹងនៅព្រះនិព្វានផងព្រៃពិតហ្នឹងគឺអាចដើម្បីអប់រំចម្រើននៅបញ្ញាឲ្យបានសម្រេចហើយរំលត់នៅសេចក្តីប្រកម្មក្នុងសន្តាននៃចិត្តនឹងបានណានៅក្នុងខ្សែអត្ថមុននឹងមានការរៀបរាប់ពីគុណធម៌ដែលប្រព្រឹត្តទៅដើម្បីលះបង់នៅបាបនៅអកុសលក្នុងសន្តាននៃចិត្តនោះណាបង់នៅកិលេសហើយនឹងលះបង់នៅខណ្ឌលះបង់នៅធម៌ទាំងឡាយទាំងពួងផ្សេងទៀតដែលជានិមិត្តដែលជាអារម្មណ៍នឹងបន្តបន្តិចទៅនៅក្នុងធម៌ដែលសម្ដែងមកហើយហ្នឹងដើម្បីជាការបញ្ជាក់ឲ្យយើងបានដឹងថាអកុសលធម៌គឺជាធម៌ដែលត្រូវលះបង់ណាអកុសលធម៌ជាធម៌ដែលត្រូវលះបង់នឹងទោះជាអកុសលធម៌ដែលមាននៅក្នុងសន្តានមកនឹងបណ្ណាសម្រាប់សត្វលោកគ្រប់គ្នាទីបំផុតគឺត្រូវលះបង់ត្រូវកំចាត់បង់ដោយអំណាចនៃអរិយមគ្គណានៅក្នុងគម្ពីរបរិសន្ធិទាននេះចឹងដោយដកផ្នែកយើងលេខ69នោះត្រង់អ្នកគញ្ញាណនិទេសហ្នឹងមានព្រះធម៌សម្ដែងបានលើកជាបញ្ហាមកថាកថាទុបតាវុទ្ធានវិវត្តនេបញ្ញាអ្នកគេមានណាំតើការចេញនឹងវិលត្រឡប់จากសភាវៈទាំងពីរនោះដោយអំណាចនៃបញ្ញាហ្នឹងដោយសម្ដេចដែលហៅថាមេគញ្ញាណដែលឈ្មោះថាជាមេគញ្ញាណនោះណាដែលឈ្មោះថាមេគញ្ញាណគឺមានសោតាបត្តមៈមានសកតេគេនិមិត្តមានអនាគេនិមិត្តមានអរហត្តមៈហ្នឹងគឺនៅត្រង់បញ្ញាដែលចេញណាចេញនឹងវិលត្រឡប់จากពីសភាវៈទាំងពីរណាទុក្ខតោសភាវៈទាំងពីរហ្នឹងបានប្រកេនគុណចាស់ជួបញាតិញោមហើយមួយគឺសំដៅយកអារម្មណ៍ដែលជាសង្ខារធម៌ហ្នឹងកាលណាបើចេញចាពីអារម្មណ៍ដែលជាសង្ខារធម៌អាហ្នឹងគឺមាននិព្វានជាអារម្មណ៍បើមិនទាន់មាននិព្វានជាអារម្មណ៍ទេអាហ្នឹងមិនចេញចាទេហើយចំពោះអ្នកជំនាញចេញចាអំពីសង្ខារធម៌វិបស្សនាដែលអប់រំចម្រើននឹងមានរូបធម៌នាមធម៌មានខណ្ឌ5នឹងជាអារម្មណ៍អញ្ចឹងទៅតែដល់តែពេលបានសម្រេចនៅអ្នកជំនាញគឺអ្នកជំនាញនឹងចេញចាអំពីអារម្មណ៍ដែលជាសង្ខារគឺមាននិព្វានជាអារម្មណ៍ហ្នឹងចេញចាមួយផ្នែកទៅហើយមួយផ្នែកទៀតអ្នកជំនាញហ្នឹងគឺបានចេញចាអំពីកិលេសដែលនាំឲ្យមានការប្រព្រឹត្តទៅជាសង្សារវដ្ត
កិលេសដែលនាំឲ្យមានបវត្តៈគឺការប្រព្រឹត្តទៅនៃវិបាកខណ្ឌហ្នឹងណាកម្មច្ចរូបអីហ្នឹងវាចេញចាកអំពីកិលេសនឹងទៀតវាមានពីរផ្នែកអញ្ចឹងនៅក្នុងព្រះធម៌ហ្នឹងព្រះអង្គបានសម្ដែងទៅថាខណៈដែលសោតាបត្តមៈកើតឡើងសម្មាទិដ្ឋិហ្នឹងដោយសេចក្តីដោយអត្ថឃើញសោតាបត្តមៈកខណេទេសនភេនៈសមាទិដ្ឋិហ្នឹងហើយពធហ្នឹងសម្ដែងគ្រប់អង្គនៃអរិយមគ្គទាំងតេតងនឹងបញ្ហាដែលគុណចាស់សាស្ត្រសួរអំពីអង្គប្រកបក្នុងព្រះអរហន្តនោះប៉ុន្តែខ្ញុំក៏បានបាត់មិនលើកទាំងអស់ទេគ្រាន់តែលើកត្រង់កន្លែងសមាទិដ្ឋិនឹងមួយដែលយល់ត្រូវហ្នឹងសោតាបត្តមៈកខណេទេសនភេនៈសមាទិដ្ឋិក្នុងឋានៈនៃសោតាបត្តមៈសមាទិដ្ឋិនឹងដោយអត្ថឃើញគឺឃើញនៃសច្ចធម៌ហ្នឹងត្រាស់ដឹងសច្ចធម៌សច្ចធម៌មានជាប្រដីធម្មតាក្នុងជីវិតយើងសពថ្ងៃទុក្ខសច្ចសមុទយសច្ចហ្នឹងក៏ប៉ុន្តែចំពោះក្នុងឋានៈនៃសោតាបត្តមៈហ្នឹងសមាទិដ្ឋិអង្គធម៌គឺបញ្ញាដោយអត្ថឃើញសច្ចធម៌ហ្នឹងមិនមែនឃើញតែទុក្ខសមុទយៈទេឃើញអ្នកផ្លូវទៅកាន់ព្រះនិព្វានឬថាសភាវៈសម្រាប់នៅកិលេសហើយឃើញព្រះនិព្វាននោះទៀតហ្នឹងសមាទិដ្ឋិហ្នឹងដោយអត្ថឃើញទេសនភេនៈសមាទិដ្ឋិហើយនៅពេលនឹងឯងគឺមានការចេញចាកមិច្ឆាទិដ្ឋិយាវថាតិគឺចេញចាកពីមិច្ឆាទិដ្ឋិគឺសំដៅយកទិដ្ឋិចេតសិកដែលកើតនៅក្នុងលោភៈមូលចិត្ត4ដួងនោះណាឬក៏យើងនិយាយជាទូទិដ្ឋិគឺថាមិច្ឆាទិដ្ឋិទាំងអស់នៅក្នុងព្រះមជ្ឈិលសូត្រហ្នឹងព្រះអង្គទ្រង់ត្រាស់សម្ដែងមិច្ឆាទិដ្ឋិ62មិច្ឆាទិដ្ឋិយាវថាតិហើយមិនមែនចេញតែប៉ុណ្ណឹងទេមិនមែនចេញឬថាលះនៅមិច្ឆាទិដ្ឋិតែប៉ុណ្ណឹងទេហើយពធបានសម្ដែងទៀតថាតតនុវត្តកិលេសេហេគឺសំដៅយើងកិលេសដែលប្រព្រឹត្តទៅតាមមិច្ឆាទិដ្ឋិនោះផងណាតតនុវត្តកិលេសេហេចៈខន្ធេហេចៈវុថាតិហ្នឹងគឺកិលេសដែលប្រព្រឹត្តទៅតាមមិច្ឆាទិដ្ឋិនោះផងនៅខន្ធទាំងឡាយផងហ្នឹងខន្ធទាំងឡាយផងហើយបន្តទៅទៀតបហិទ្ធិចៈសព្វនិមិត្តេហេពុទ្ធាតិគឺចេញអំពីនិមិត្តទាំងពួងជាខាងក្រៅផងតែនវចតិទុខតោពុទ្ធានៈវិវត្តនេបញ្ញាអ្នកគេមានហ្នឹងគឺបញ្ញាដែលចេញនឹងទៅត្រឡប់ចាកសភាវៈទាំងពីរដោយតែបានពោលមកខ្លួនឯងគឺហៅថាអ្នកវិញ្ញាណនៅក្នុងព្រះធម៌ហ្នឹងគឺបានសម្ដែងបញ្យល់អំពីឋានៈនៃសោតាបត្តមៈកើតឡើងហ្នឹងក្នុងឋានៈនោះគឺសម្មាទិដ្ឋិនឹងឯងបានចេញចាកអំពីមិច្ឆាទិដ្ឋិកន្លែងនេះយើងអាចស្ដាប់បានហើយចេញចាកអំពីមិច្ឆាទិដ្ឋិមិនជាលំបាកអីទេណាចេញចាកពីមិច្ឆាទិដ្ឋិចេញចាកអំពីមិច្ឆាទិដ្ឋិអានឹងយើងស្ដាប់តាមហើយក៏ប៉ុន្តែតតនុវត្តកិលេសេហេចៈខន្ធេហេចៈវុថាតិនឹងចេញអំពីកិលេសដែលប្រព្រឹត្តទៅតាមមិច្ឆាទិដ្ឋិនោះផងហ្នឹងកិលេសដែលប្រព្រឹត្តទៅតាមមិច្ឆាទិដ្ឋិនោះចែកជាពីរគឺម្យ៉ាងកិលេសនៅក្នុងឋានៈដែលកើតរួមគ្នាហើយម្យ៉ាងទៀតកិលេសដែលកើតនៅក្នុងឋានៈនៃការលះដែលកើតរួមគ្នាហ្នឹងគឺនៅពេលដែលមិច្ឆាទិដ្ឋិកើតឡើងហ្នឹងវាមានកិលេសកើតរួមមានកិលេសយើងមើលនៅក្នុងលោភៈមូលចិត្តទិដ្ឋិកតសម្បយុទ្ធណាដែលវាប្រកបដោយមិច្ឆាទិដ្ឋិហ្នឹងវាមានចេតសិកដែលកើតរួមជាមួយច្រើនណាស់
ដែលជាអកុសលចេតសិកហ្នឹងប៉ុន្តែនៅក្នុងហ្នឹងវាមានកិលេសគឺមោហោកិលេសហ្នឹងណាហេរិកាំងអនតតាំងអធិចាំងលោភោអាហ្នឹងជាកិលេសមាន5អាហ្នឹងជាអសង្ខារិកសសង្ខារិកនោះវាមានថៃណៈមួយទៀតទៅជា6អាហ្នឹងកិលេសដែលនៅក្នុងឋានៈដែលកើតរួមជាមួយចិត្តហ្នឹងហើយកិលេសដែលនៅក្នុងឋានៈដែលត្រូវលះនៅក្នុងឋានៈដែលត្រូវលះនោះសំបីមិនកើតរួមក៏ដោយដូចជាមោហោអហិរិកាំងអនតតាំងអធិចាំងដែលទៅកើតនៅក្នុងលោភៈដែលប្រសិជ្ជៈទិដ្ឋិក្តីកើតនៅក្នុងទោសៈមូលចិត្តក្តីកើតនៅក្នុងមោហៈក្តីអាហ្នឹងដែលនាំសត្វទៅកម្មអបាយនោះអាហ្នឹងក៏ត្រូវលះដោយអំណាចនៃសម្មាទិដ្ឋិក្នុងសោតាបត្តនៈនោះនឹងក៏ត្រូវលះចឹងដែរនឹងវាមានការលះដោយអំណាចគុណធម៌ចឹងនៅក្នុងពុទ្ធសាសនានេះមានការអប់រំចម្រើនមានការប្រព្រឹត្តបដិបត្តិប្រព្រឹត្តទៅដើម្បីគុណធម៌ហ្នឹងចឹងកុំឲ្យយើងសង្ស័យអីខ្លាំងថាក្នុងពុទ្ធសាសនានេះមិនអាចដើម្បីធ្វើនៅទីបំផុតទុកបានណាតាមពិតគឺការប្រព្រឹត្តបដិបត្តិធ្វើឲ្យយើងបានសិក្សាយើងយល់ដឹងគឺមានការលះបង់នៅអកុសលធម៌យើងមកស្ដាប់ធម៌ហ្នឹងក៏ជាការលះបង់អកុសលធម៌បានយើងស្ដាប់ធម៌បានយើងធ្វើទានយើងលះបង់អកុសលធម៌បានយើងធ្វើទានកើតយើងរក្សាទៅយើងលះបង់អកុសលធម៌ហ្នឹងគ្រាន់តែកុសលក្នុងជីវិតយើងប្រចាំថ្ងៃដែលញាតិញោមថាខ្ញុំនឹងងងណាខ្ញុំនឹងទន់ខ្សោយក៏ប៉ុន្តែក៏អាចដើម្បីមានបញ្ញាលះបង់នៅបាបអកុសលធម៌បានចេះតម្រាំទៅបញ្ញានឹងចម្រើនទៅទៀតទៅរឿងរឹតតែលះបង់នៅបាបអកុសលធម៌ច្រើនហើយមែនទេចឹងណាដូច្នេះយើងឃើញថាការលះបង់នៅបាបអកុសលធម៌មានពិតប្រកបនឹងដូច្នេះធម៌ប្រព្រឹត្តបដិបត្តិព្រមចរិយធម៌នេះធម៌ដែលប្រព្រឹត្តអប្រសើរនេះមិនមែនអត់ផលទេយើងអត់មានសង្ស័យអីទេយើងឃើញថាធម៌ប្រព្រឹត្តបដិបត្តិសិលសមាធិបញ្ញានេះគឺប្រព្រឹត្តជាប្រកបជាប្រព្រឹត្តទៅដើម្បីលះបង់នៅកិលេសបាបអកុសលក្នុងសន្តានឲ្យបានអស់ជាពិតប្រកបមែនហ្នឹងហើយអស់កិលេសអស់ហេតុឯនាំឲ្យមានសេចក្តីទុក្ខអស់បញ្ហានឹងអស់ការកង្វល់អញ្ចឹងបានយើងឃើញថាការដល់ទីបំផុតទុក្ខរមែងមានពិតនៅក្នុងព្រះសាសនានេះហ្នឹងយើងពិសោធន៍ច្បាស់ដោយខ្លួនយើងក៏វាមានការលះបង់នៅកិលេសមែនក្នុងជីវិតរាល់ថ្ងៃហ្នឹងបើមិនលះបង់កិលេសយើងធ្វើទានមិនកើតយើងសប្បាយរីករាយនឹងដាក់បាតប្រសង់នៅផ្ទះយើងពេញចិត្តនឹងសេចក្តីល្អយើងរក្សាសិលយើងការពារទុកស្កាត់មិនឲ្យមានទំនាស់តោះតេងគ្នាព្រោះយើងដឹងថាតោះតេងវិវាទគ្នាទៅវានាំឲ្យទុកវានាំឲ្យលំបាកអញ្ចឹងយើងហាមផាត់ចិត្តមិនឲ្យព្រឹត្តទៅរកសេចក្តីទុកលំបាកការចង្អៀតការចង្អល់ទេសុទ្ធតែរឿងកុសលទាំងអស់នឹងតើមានកុសលកើតឡើងបានលះបង់បាបអកុសលណាដូច្នេះគឺយើងបានដឹងថាក្នុងព្រះសាសនានេះមានការចម្រើននៅសេចក្តីល្អច្រើនតទៅទៀតណាចានឹងដោយអំណាចនៃការដែលយើងស្ដាប់រាល់ថ្ងៃនេះដូចយើងស្រោចទឹកអញ្ចឹងយើងកុំឲ្យខ្ជិលស្ដាប់ណាទេនឹងក៏ចំណាំយើងត្រូវស្រោចទឹករហូតនឹងមិនស្រោចទៅតែនៅវាស្វិតមិនដឹងជាចំណាំយើងនឹងទៅប៉ុណ្ណាមិនមុនខានស្រោចអីបានមិនស្វិតយូរសុំស្រោចតែដងឬក៏ចាំបាច់ត្រូវតែស្រោចជាប់រាល់ថ្ងៃអានឹងយើងសិក្សាមើលខ្លួនឯងណាសទ្ធាទៀតជាដំណាំដែលយើងបានបណ្ដោះបណ្ដាលនៅក្នុងព្រះសាសនានេះយើងស្ដាប់ធម៌រាល់ថ្ងៃយើងថែទាំហើយនឹងយើងថែគ្រប់ហើយដោយសេចក្តីមិនប្រមាទគឺការមិនធ្វេសប្រហែសណាគឺការមិនធ្វេសប្រហែសយើងលះបង់នៅបាបអកុសលទេលះបង់នៅបាបអកុសលហ្នឹងដូចយើងកាប់ព្រៃកាប់ស្មៅដូចចឹងទៅបំពេញសេចក្តីល្អដូចយើងដាំដំណាំមែនទេអ្នកធ្វើចង្ការគេកាប់ព្រៃឬគេដាំដំណាំមែនទេហ្នឹងអញ្ចឹង
ចឹងគឺត្រឹមត្រូវហើយដោយព្រះអង្គទ្រង់ត្រាស់សម្ដែងសព្វបាបស្សៈអករណង្កុំឲ្យធ្វើបាបហ្នឹងឲ្យលះបង់នៅបាបអាហ្នឹងដូចកាប់ព្រៃចឹងកុសលៈសូបសម្បទាថាឲ្យទំពេញនៅសេចក្តីល្អគ្រប់យ៉ាងមិនចឹងទេណាដល់ព្រមដោយបំកុសលអាហ្នឹងដូចដាំដំណាំចឹងអញ្ចឹងគឺថាមានការថែទាំដោយសេចក្តីមិនប្រមាទចំពោះដំណាំដែលយើងបានដាំដុះហើយនឹងវាត្រូវទៅព្រមគ្នាអញ្ចឹងយើងជាមុជទឹកស្អាតបាតរួចហើយយើងតុបតែងរូបកាយនឹងយើងស្លៀកពាក់អញ្ចឹងនឹងគឺថាយើងលះបង់នៅបាបហើយយើងបំពេញបុណ្យកុសលក្នុងជីវិតយើងរាល់ថ្ងៃហ្នឹងដូចយើងមុជទឹកសម្អាតរូបកាយដុសក្អែលលាងញើសលាងគ្រឿងសៅមងអីចឹងហើយយើងបានតុបតែងរាងកាយស្លៀកពាក់អីចឹងទៅឬក៏ដូចជាថាយើងថែរក្សាសុខភាពអញ្ចឹងយើងតមចំណៃតោះណាតោះនឹងរោគយើងមានជំងឺមានរោគយើងត្រូវតមអីតមខ្លាញ់តមហិលតមពងមន់ពងទាអីចឹងទៅឬក៏តមគ្រឿងសមុទ្រអានឹងអ្នកកើតរោគខ្លាំងអីត្រូវតមអីខ្លះកើតជំងឺគ្រុនចាញ់ត្រូវតមអីអានឹងត្រូវតមហើយជាមួយគ្នាហ្នឹងយើងបំពេញសុខភាពដោយចំណីអាហារដែលល្អណានេះគឺជាកិច្ចបរិបត្តិនៃជីវិតរបស់យើងរាល់ថ្ងៃហ្នឹងមានសេចក្តីល្អអញ្ចឹងហើយយើងឃើញផលពិតប្រាកដដែលកំចាត់បងនៃសេចក្តីសង្ស័យយើងឃើញផលពិតប្រាកដគឺថាសេចក្តីល្អដែលចម្រើនឡើងនេះគឺអាចដើម្បីកំចាត់បងនៅភាពសៅហ្មងក្នុងចិត្តនឹងបានអញ្ចឹងគឺនេះជារឿងសំខាន់ណាស់តែព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងអត្តានញ្ចេបយ៉ាងជាញារក្ខយណੰសរខតੰបើបុគ្គលដឹងថាខ្លួនឯងជាទីស្រឡាញ់ក៏ដីរក្សាខ្លួននឹងឯងឲ្យជាការរក្សាដ៏ល្អការរក្សាខ្លួនក្នុងទីនេះគឺរក្សាខ្លួនឲ្យនៅក្នុងគុណធម៌រក្សាចិត្តហ្នឹងរពាក្យថារក្សាខ្លួនហ្នឹងគឺរក្សាចិត្តទេណាព្រោះខ្លួនក្នុងទីនេះគឺជាដំណើរជីវិតនៅក្នុងសង្សារវដ្តដំណើរជីវិតគឺជាក្រសែរបស់ចិត្តដែលបន្តគ្នាហ្នឹងហើយក្រសែរបស់ចិត្តដែលបន្តគ្នាណាក្រសែរបស់ចិត្តដែលតគ្នាហ្នឹងគឺជាដំណើរជីវិតណាអញ្ចឹងគឺថាក្នុងការរក្សាខ្លួនហ្នឹងគឺបានដល់ការរក្សាចិត្តឲ្យចិត្តហ្នឹងស្ថិតនៅក្នុងគុណធម៌ឲ្យចិត្តហ្នឹងប្រព្រឹត្តទៅបានល្អហ្នឹងក្នុងការរក្សាខ្លួនរក្សាចិត្តប្រព្រឹត្តទៅដើម្បីឲ្យបានល្អនេះមកពីអីមកពីថាក្នុងសង្សារវដ្តនេះតាមពិតយើងនៅជាមួយខ្លួនយើងនឹងរហូតដែលសន្មតថាខ្លួនយើងនឹងគឺវាមិនមែនអ្នកដទៃណាចឹងយើងនៅជាមួយខ្លួនយើងនឹងរហូតទោះបីយើងធ្វើនៅអំពើបាបធ្វើនៅអំពើខ្លាញ់ម៉ងស្កំឆ្គងអីនឹងយ៉ាងណាបានលៀបអីខ្លះបានយកបានសេចក្តីសរសើរអីនឹងយ៉ាងណាប៉ុន្តែថាលទ្ធផលគឺយើងនៅជាមួយខ្លួនយើងដែលជាមនុស្សអាក្រក់ដែលជាមនុស្សមិនល្អអានឹងរហូតតទៅទៅស្លាប់ហើយក្រោយពីស្លាប់យើងត្រូវនៅជាមួយខ្លួនយើងតទៅទៀតនឹងពាក្យថាខ្លួនក្នុងទីនេះគឺជាការដែលសន្មតទៅលើក្រសែនៃវិថីចិត្តដំណើរជីវិតហ្នឹងដែលវាមានការប្រព្រឹត្តទៅនោះបានថាត្រូវរក្សាខ្លួនហ្នឹងឲ្យបានល្អព្រោះយើងមិនអាចនៅជាមួយនឹងអ្វីដែលយើងទៅសម្លាប់គេទៅលួចគេទៅប្រព្រឹត្តអាក្រក់សពគ្រប់ប្រការនោះមកយើងមិនអាចដើម្បីបាននៅរបស់ទាំងអស់ហ្នឹងឲ្យជាប់ឡប់មកមួនទេប៉ុន្តែដែលយើងនៅជាប់ឡប់មកមួនគឺជាមួយខ្លួនយើងក្នុងសង្សារវដ្តនេះទទួលផលវិបាករបស់កម្មអីហ្នឹងយ៉ាងណាជាមួយខ្លួនយើងនឹងតទៅហើយបើយើងធ្វើជាមនុស្សអាក្រក់យើងនៅជាមួយខ្លួនយើងដែលជាមនុស្សអាក្រក់នាំមកនៅសេចក្តីក្តៅក្រហាយវិបដិសារីណាចឹងណាវិបដិសារៈគឺការនឹករលឹកដោយការមិនសប្បាយចិត្តអីនឹងយ៉ាងណាព្រោះសម្លឹងឃើញអំពើសៅហ្មងស្កំឆ្គងដោយខ្លួនឯងបានប្រព្រឹត្តធ្វើអញ្ចឹងបានព្រះសម្មាសម្ពុទ្ធនឹងឲ្យយើងរក្សាខ្លួន
hay để rạ xa khuôn bán chứ giờ ấy rạ xa chứ miền của sao là thua năng hay đầm bay chỉ kêu rạ xa khuôn tới bàn là năng được chứ nít nhầm cả năng hiện bán cònแต่đọ trong từng chuyện chỉ đây phân tích trong đại thảoในขนมประสาทนานี้เนียนทัวประประติบัติเลยบานทำรักในประยาวตึกประกาศได้เจริญตัดถอยใหญ่ดาวกำรัดเตอตีของเขาที่ประหิเปลี่ยนนั้นเป็นเนียนตึกโปรไอ้ที่โปรยังเคยพอในการประประติบัตินั่นเองนะพอในการประประติบัตินั้นเราไม่เนียนจะเป็นประกาศนั่นดังนั้นจำพวกสาวตาปัตตเนียได้บานการเหล่านี้สมาธิเทนั้นบานเชนจ่าที่ไม่ชาติเทเชนจ่าปีเกิดเลยได้ประพฤติตามไม่ชาติเทในทองเช่นอย่างปีคันทองนะแต่คันนั่นคือบานเลยค่ะในเต้ได้เกิดเลยการเหล่านั้นคือเรียนคำให้เรียนไปแต่เนี่ยคำสัญญาคำสังขารไปคำตีเนียนในคำให้โดยเฉพาะในขนมโลเพะมูลิจัดติดเทจะตะสามเยอะโลเพะประกอบได้ติดเทไอ้เนอะอันนั้นเรียนเนี่ยมาคำบูดดังให้รูปพองได้นะรูปพองจัดแต่สมุทฐานรูปเนาะนะรูปแต่การตันตีจัดได้ประกอบได้จัดแทนนั่นคือสมุทฐานเนาะอันนั้นก็เรียนการเจนจ่าเจนจ่าคือการเรียกบ้องนะจ๊ะมันเรียนการเวลตลอดหมกรกไม่ชาติเทมันเวลตลอดมารกเห็นแล้วได้แบบว่าประตามไม่ชาติเทแล้วก็มันเดินตลอดมารกคำได้บานประพฤติจะมวยนางไม่ชาติเทหรือก็โดยเฉรูปประคำได้โดยการหลายงปีไม่ชาติเทนั้นคือมันเดินตลอดมารกเตโปรจิกาเจนจ่าให้มันไม่ทำแต่ตอนนั้นเตจึงพวกกิเลสได้เป็นน้อมเอาแต่ได้สันติน้ำบายเนาะโดยกิเลสเป็นน้อมไอ้การจำมายังปานาเด็กบาสำหรับสัตว์อัตเนเตียนการโยปรับสมบัติเจไอจังเจดาวหนึ่งกรรมหนึ่งคือได้ที่อัตตาเลยกรรมน้องไอการน้องอบายจังคือถ้าคำในน้องอบายนั้นก็เจนจ่าได้ดาวหลายนี้สัมมาทิฏฐิน้องสาวตาปัตตเนะเจนจ่าปีคำน้องอบายเจนจ่าปีคำน้องวัดดานั้นเลิกเล่นจะเป็นปีเชียดนั้นรอดโดยสัตตะขัดตองปะสมบัตินะเลิกเล่นจะเป็นปีเชียดนั้นฟังตาระบดเหมือนดังตีมันพัดต่อปัญนานะเวงชายนะก็ไตรเจนจ่าได้นั่นก็จะเป็นปีเชียดตั้งแต่นั้นเองนั่นให้เบอร์สักจะเตะเกนี่เนี่ยนั่นคือถ้าเจนปีปรำเชียดขนมเป็นปีเชียดนี่เด็กในแต่ปีเชียดเองในแต่ปีเชียดเองเมียนกาเจนจ่าอย่างปริหารนาเกียนั้นก็เจนจะเตี้ยเตอร์โหดต่อแต่พระรหัสตำแหน่งนั่นคือเจนจ่าต่างออกประวัติต่างคือวิบากนั่นกรรมมาเจรูปได้เมียนการประพฤติขนมภพนั่นคือการไตรเจนต่างออกไตรเจนต่างออกชั่วโมงทางเชื่อบอกเกอซีเปเวลีนะบอกเกอซีเปเวลีนั่นได้ทำมันเมียนเจียดกับน้าเป็นเมียนประเดสันทิเจียเป็นต่อแต่เตี้ยเตะนะอ๋อโปรชีวิตยังสับไงชีวิตยังสับไงเปเวลีเลยซีมันยังเถอะเนาะเปเวลีเลยซีนั่นเป็นเปซีการเล่าแค่จะแต่ภูตานิสับเรียนในเรื่องสหัสนานั่นคือถ้าเปเวลีนั่นแต่เป็นเปซีในสับครับรวมเป็นคลุนหรือบ่เฮียยังการนำเอาพิจารณาเคยรบดับเมียนตำไหลเตยออกเตยรอดไงอายุชีวิตนี้บางทางยังมันประมาทมันเสียไปเราแต่มันประมาทมันเสียไปการประพฤติปฏิบัติอย่างไอ้บางสำรักดาตีดมพัดเจ็บเปรี้ยหอนคือเปย์ไปเรียชกซีมาปีไอ้มาปีมันเนียนประเดสันติมันเนียนเทียดกับนาตรายการไอ้ตาจะเทียดเองอันนั้นสมมติว่าบุคคลซีเปย์ไปเรียเองมันเอาเนียนเปย์ไปเรียประพฤติขนมวัดสังสารนั่นเองซีเปย์ไปเรียนั้นเอาออกไปเลยนะมันเอาเนียนในเซสซอลขนมเจียดขนมพุกขนมกับนาตันตอการจัดคือสลับเองนั่น
ในក្នុងសេចក្តីនេះគឺថាយើងប្រឹងប្រែងដោយសេចក្តីជាជាងណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ប្រឹងប្រែងជាជាងសម្ដែងនៅព្រះធម៌ចឹងយើងប្រែងស្ដាប់សិក្សារៀនសូត្រដោយទទួលយកនៅព្រះធម៌ដែលជាមរតកហ្នឹងឲ្យបានល្អហ្នឹងជាពិសេសគឺថាមានការសង្រួមកាយសង្រួមវាចាសង្រួមចិត្តក្នុងជីវិតនេះគឺការសង្រួមដោយកុសលធម៌ហ្នឹងឲ្យបានល្អហើយរក្សាពេលវេលាដែលយើងមាននេះនៅក្នុងគុណធម៌នោះគឺសេចក្តីល្អព្រោះជារបស់ក្រយើងមិនងាយរកបានក្នុងកំណើតជាមនុស្សគឺដោយលោកគ្រូបងសម្ដែងពីរឿងបព្វជិឧបសម្បទាបានទៅជាអ្នកបួសជារបស់ក្រនឹងក្រណាស់ដូចព្រះបរមពុរិស័ទអីនៅក្នុងជាតិជាព្រះទេនិយៈអីហ្នឹងកាលណាគុណចាស់ជ្រាបហើយចាំណាមើលចាស់ណាចម្រំតែបានចេញទៅបួសខំប្រឹងប្រែងជាយាម16ឆ្នាំហ្នឹងប្រឹងប្រែងជាយាមយ៉ាងម៉េចខ្លះ16ឆ្នាំទៅប្រឹងប្រែងខ្លាំងណាស់តាំងពី1ឆ្នាំ2ឆ្នាំហើយទៅដីដាឲ្យគេសាកលបងនឹងឯងសពគ្រប់នឹងរហូតដល់ទៅឆ្នាំទី16ខំទ្រាំខ្លាំងមែនទែនបើយើងបានមើលនៅក្នុងទស្សជាតិហ្នឹងទ្រាំខ្លាំងណាស់ទ្រាំនឹងរឿងដែលទៅបីដាឲ្យគេសាកលបងហ្នឹងហើយតែទ្រាំហ្នឹងគឺដើម្បីអីហ្នឹងកាលណាគុណចាស់ចឹងទ្រាំហ្នឹងដើម្បីអីដើម្បីឲ្យតែបានចេញទៅបួសហ្នឹងហើយប្រគុណចាស់ណាបានបួសហើយឥឡូវហ្នឹងលោកអ៊ំប្រុសអ៊ំអូក៏បានបួសហ្នឹងគឺថាជាការបានដោយមិនលំបាកប្រឹងប្រែងអីខ្លាំងក្លាដូចជាព្រះបរមពុរិស័ទទេមែនទេហ្នឹងប៉ុន្តែកុំភ្លេចណាកុំភ្លេចថារបស់ហ្នឹងជារបស់ក្រហ្នឹងជារបស់មានតម្លៃណាស់ព្រះបរមពុរិស័ទតស៊ូបំរាស់នានាប្រឹងប្រែងទៅប៉ុណ្ណាទៅទានតម្រាំតែបានហ្នឹងចឹងបានយើងដឹងថារបស់ក្រទៅយើងខំថែរក្សាឲ្យល្អហើយនឹងគោរពបដិបត្តិទៅតាមព្រះធម៌ព្រះវិន័យហ្នឹងកុំឲ្យខាតបង់នៅកិច្ចការងារដែលយើងប្រព្រឹត្តហ្នឹងតែខំប្រឹងបានបួសហ្នឹងកុំឲ្យវាមានការខាតបង់ឬសំដីយើងដែលបានមកជាមនុស្សហ្នឹងក៏កុំឲ្យទៅខាតបង់អស់ទៅវិញទៅទេណាលោសិតទៅជារបស់ក្រជារបស់មានតម្លៃហ្នឹងហើយសំណួររបស់គុណចាស់នៅមួយទៀតនោះនៅក្នុងសាមណេរបញ្ហាសម្ដែងថាសត្តាវាស9យ៉ាងហើយនៅក្នុងសត្តាវាស9យ៉ាងនេះអាត្មាពុំយល់ទេសូមលោកគ្រូមេត្តាជួយបកស្រាយណាគុណចាស់វិខត្រីសណានហ្នឹងព្រោះកន្លែងរបស់សត្វហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែង9ទៅតាមអំណាចនៃវិបាកបរិសន្ធិហើយនឹងកម្មច្ចរូបគឺទី1មាននត្តកាយៈមាននត្តសញ្ញ័យថាតាមហ្នឹងណាមាននត្តកាយៈបានន័យថាវាមានកាយផ្សេងគ្នាមាននត្តសញ្ញ័យមានសញ្ញាផ្សេងគ្នាយើងថាអីមុនក៏បានដែរប៉ុន្តែយើងទៅតាមគោលបាលីហ្នឹងទៅបើថាមាននត្តកាយៈមានកាយផ្សេងគ្នាមាននត្តសញ្ញ័យមានសញ្ញាផ្សេងគ្នាអានេះយើងត្រូវដឹងថាមានកាយផ្សេងគ្នាហ្នឹងដូចជាអីដូចជាមនុស្សយើងមានកាយផ្សេងគ្នាមានប្រុសមានស្រីមានទៀតមានខ្ពស់ផុតស្គមអីចឹងមិនពេញគ្នាមិនដូចគ្នាទេទេវតាក៏អញ្ចឹងដែរណាហ្នឹងទេវតាក៏អញ្ចឹងដែរដែលមានកាយផ្សេងគ្នានោះថាមាននត្តកាយៈសត្វក្នុងអបាយភូមិក៏អញ្ចឹងដែរណាគោក្របីកាយឆ្មាអីនរកប្រែតអីហ្នឹងសិតតែមានកាយផ្សេងគ្នាហើយដោយអំណាចកម្មហ្នឹងបានវិចិត្រមករកកាយដែលផ្សេងគ្នាហ្នឹងដូចជាកម្មមច្ចរូបណាទេនឹងរូបហ្នឹងគឺត្រូវកម្មវិចិត្រមកឲ្យវាផ្សេងគ្នាអញ្ចឹងហ្នឹង
ប៉ុន្តែដល់ទៅមានអត្តសញ្ញាណដែលមានសញ្ញាផ្សេងគ្នាអាហ្នឹងវាមានតែក្នុងពពួកមនុស្សពួកទេវតាហើយវិនិបាតកាសិលនឹងចំណៃសត្វក្នុងអបាយភូមិដែលបដិសន្ធិដោយអកុសលវិបាកនោះអាហ្នឹងគឺឯកតសញ្ញាទេមានសញ្ញាតែមួយគឺសញ្ញាដែលជាតួបដិសន្ធិនោះណាទៀតគឺសញ្ញាតែមួយបានន័យថាបដិសន្ធិដោយប្រភេទនៃចិត្តតែម្យ៉ាងដូចគ្នាហ្នឹងអញ្ចឹងត្រង់ដែលថាមានកាយផ្សេងគ្នាមានសញ្ញាផ្សេងគ្នាមានតែមនុស្សទេវតានិងវិនិបាតកាសិលហើយដល់ទៅនេនតកាយៈឯកតសញ្ញាទី2ទៅតែមានកាយផ្សេងគ្នាចឹងដែរប៉ុន្តែសញ្ញាហ្នឹងវាដូចគ្នាហ្នឹងអាហ្នឹងបានដល់ពួកសត្វក្នុងអបាយភូមិដែលបដិសន្ធិដោយអកុសលវិបាកតែម្យ៉ាងដូចគ្នានោះទៅកាយខុសគ្នាច្រើនយ៉ាងម៉េចក៏ដោយប៉ុន្តែបដិសន្ធិដោយសញ្ញាតែម្យ៉ាងដូចគ្នាហ្នឹងញាតិញោមរៀនព្រះអភិធម្មស្ដាប់បានហើយទេណាអកុសលវិបាកបដិសន្ធិតែម្យ៉ាងដូចគ្នានេះទេសត្វក្នុងអបាយភូមិទេណាណាហើយព្រំបឋមជាភូមិព្រំបរិច្ជាព្រំប្រោហិតាមហាព្រំហ្នឹងគឺបដិសន្ធិដោយបឋមជាវិបាកប៉ុន្តែរូបកាយខុសគ្នាដែរណាព្រំបរិច្ជាព្រំប្រោហិតមហាព្រំហ្នឹងរូបកាយខុសគ្នាប៉ុន្តែបដិសន្ធិដោយបឋមជាវិបាកដូចគ្នាអាហ្នឹងវាឯកតសញ្ញាប៉ុន្តែនេនតកាយៈកាយនេះវាផ្សេងគ្នាប៉ុន្តែសញ្ញាក្នុងការបដិសន្ធិហ្នឹងវាដូចគ្នាហ្នឹងហើយដល់ត្រឡប់មកវិញទៀតថាឯកតកាយៈណាឯកតកាយៈនេនតសញ្ញាណាឯកតកាយៈមានកាយដូចគ្នានេនតសញ្ញាមានសញ្ញាផ្សេងគ្នាអាហ្នឹងព្រមនៅក្នុងទុតិយឈានភូមិហ្នឹងព្រោះបឋមឈានភូមិមានបរិច្ជាប្រោយតាមមហាព្រំនីដល់ទុតិយឈានភូមិមានបរិត្តាភិអបមានាភិអភិសរៈណា3ជាន់ហ្នឹងហៅថាទុតិយឈានភូមិទុតិយឈានភូមិហ្នឹងវាមានបដិសន្ធិដោយទុតិយឈានវិបាកក៏មានតតិយឈានវិបាកក៏មានអាហ្នឹងគឺសញ្ញាវាផ្សេងគ្នាប៉ុន្តែរូបកាយប៉ុនគ្នាដូចគ្នាហ្នឹងហើយដល់ទៅទី4ដល់ទៅទី4គឺថាឯកតកាយៈឯកតសញ្ញាមានកាយដូចគ្នាមានសញ្ញាដូចគ្នាហ្នឹងព្រមជាន់លើទៅទៀតទៅហ្នឹងហើយដល់ទៅទី5អសញ្ញាអាហ្នឹងជាសត្វវាសមួយដែរអសញ្ញាសត្វនោះណាមានតែបដិសន្ធិជារូបនោះហើយបាននៅ4ទៀតហ្នឹងអរូបព្រំហ្នឹងអាកាសានញ្ចាយតនៈវិញ្ញាណញ្ចាយតនៈអកិញ្ចញ្ញាយតនៈនេវសញ្ញានេសញ្ញាយតនៈណាហ្នឹងវាមាន9ហ្នឹងចឹងសិក្សាតាមហ្នឹងទៅមិនជាលំបាកយល់ពេកទេឲ្យតែកណ្ដាលបានរៀនព្រះអភិធម្មហ្នឹងផងអាចយល់ប៉ុន្តែរឿងសំខាន់យើងត្រូវដឹងថាជីវិតដែលប្រព្រឹត្តទៅនៅក្នុងអត្តភាពនីមួយៗនេះវាជាផលវិបាករបស់កម្មវាជាផលបាករបស់កម្មក្នុងមួយអត្តភាពមិនអាចដើម្បីនឹងជាប់លាប់ថិតថេរទៀងទាត់អីដើម្បីជាទូខ្លួនយើងបានយូរប្រមាណទៀតឡើយក្នុងមួយអត្តភាពនោះអស់ពីជាតិនេះទៅកម្មនឹងត្រូវបានសាងអត្តភាពជាថ្មីយើងក៏មិនបានស្អីមកប្រកាន់ជាទូខ្លួនយើងតទៅទៀតទេព្រោះនៅក្នុងអត្តភាពនេះគឺវាមានរូបកាយវាមានចិត្តវិញ្ញាណហ្នឹងត្រូវបែកធ្លាយទៅត្រូវរលត់ទៅដែលយើងសម្ដែងប្រកាន់ខ្លួនយើងនោះគឺយើងប្រកាន់ទៅលើអីបន្តិចទៀតហ្នឹងគឺយើងលែងបាននៅរបស់ហ្នឹងជាទីប្រកាន់ហើយណាភ្នែកជាមុខមាត់ទ្រង់ទ្រាយសន្តានអីស្គាល់ថាអញជាមនុស្សប្រុសមនុស្សស្រីអីហ្នឹងតិចទៀតគឺរលាយខ្សោយអស់រលាយទៅអត់មានមកនៅយើងមកធ្វើខ្លួនអីបានវែងឆ្ងាយទេហ្នឹងហើយបដិសន្ធិបន្តទៅទៀតនោះវាអត់មានជាចិត្តវិញ្ញាណអីដើម្បីស្ទុះអន្តរទៅកើតទេវាស្រេចតែនៅលើកម្មណាវាស្រេចតែនៅលើកម្មអត់មានប្រកែកតវ៉ាឬអត់មានសុំអីសោកប៉ាន់អីទេអាហ្នឹងកម្មចាត់ចែងយ៉ាងណាបដិសន្ធិព្រឹបចឹងទៅហ្នឹងចុតិអំពីមនុស្សកើតក្នុងទេវតាក៏បានកើតក្នុងអបាយភូមិក៏បានសភាពនៃចិត្តហ្នឹងវាផ្សេងគ្នារវាងចុតិចិត្តហើយនឹងបដិសន្ធិវាជាប់គ្នាមែនប៉ុន្តែចិត្តផ្សេងគ្នាស្រឡះចុតិទីមនុស្សទៅកើតក្នុងអបាយភូមិ
ចុតិហ្នឹងជាកុសលវិបាកដល់ទៅបដិសន្ធិអកុសលវិបាកឃើញទេគឺដាច់គ្នាស្រឡះអត់មានចិត្តតែមួយអត់មានចិត្តតែដែរទេហ្នឹងហើយចុតិទីមនុស្សទៅកើតនៅឋានព្រំចុតិទីមនុស្សជាឧបមាថាមនុស្សហ្នឹងបានសម្រេចបឋមឈានអញ្ចឹងទៅចុតិទីមនុស្សចុតិដោយមហាវិបាកណាមហាវិបាកញាណសម្បយុទ្ធដែលអាចចម្រើនឈានបានគឺមហាវិបាកញាណសម្បយុទ្ធបដិសន្ធិអីណាដល់ពេលចុតិគឺមហាវិបាកញាណសម្បយុទ្ធហ្នឹងហើយដល់ទៅពេលបដិសន្ធិវាទៅជាបឋមឈានវិបាកហ្នឹងគឺណាវិបាកខុសគ្នាចិត្តហ្នឹងពីរជាប់គ្នាចុតិនិងបដិសន្ធិប៉ុន្តែប្រភេទទេមួយជាកាមាវចរៈមួយជារូបាវចរៈខុសគ្នាស្រឡះដាច់ខឹងចេញពីគ្នាតែនឹងមានពលឹងអត្តាទូខ្លួនតែកើតបានទេបើសភាពនៃចិត្តវាផ្សេងគ្នាអញ្ចឹងហ្នឹងយើងសិក្សាមើលតាមហ្នឹងជាងកើចុតិហ្នឹងប្រកបដោយសោមនស្សបដិសន្ធិប្រកបដោយពេក្ខាជាងកើហ្នឹងចុតិប្រកបដោយពេក្ខាបដិសន្ធិដោយសោមនស្សហើយជាងកើហ្នឹងចុតិហ្នឹងជារូបាវចរៈឬជាអរូបាវចរៈដល់ទៅបដិសន្ធិជាមហាវិបាកណាហ្នឹងហើយសត្វខ្លះចុតិហ្នឹងជាអកុសលវិបាកហើយដល់កើតជាមនុស្សឬជាទេវតាដោយមហាវិបាកអីចឹងទៅហ្នឹងជួនកាលចុតិហ្នឹងមានវិតកៈមានវិចារៈហើយដល់ទៅបដិសន្ធិអត់មានវិតកៈវិចារៈទេដូចមនុស្សដែលបានសម្រេចឈានចន្ទខ្ពស់ហើយទៅកើតនៅឈានចន្ទលើដែលបដិសន្ធិអត់មានវិតកៈវិចារៈក្នុងវិបាកបដិសន្ធិហ្នឹងប៉ុន្តែចុតិក្នុងមហាវិបាកនេះគឺមានវិតកៈវិចារៈណាហ្នឹងជាការសម្ដែងឃើញថាសុភាវៈធัวដែលយើងបានសម្គាល់ថាជាខ្លួនយើងនេះនៅមិនយូរប៉ុន្មានទេណាបីត្រូវទៅលាយទៅទាំងអស់ត្រូវបាត់ទាំងអស់ណាអត់មាននៅស្ទុះទៅអន្ទោលទៅអីក្នុងជាតិមុខជាតិក្រោយអីដើម្បីធ្វើជាខ្លួនយើងទៀតទេវានៅលើកម្មចាត់ចែងទាំងអស់ហ្នឹងហើយយើងឃើញសភាពនៃសង្ខារធัวដែលយើងកំពុងស្រឡាញ់នេះដែលយើងកំពុងស្រឡាញ់នេះយើងពិចារណាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងមហារិហឡូវាទសោតណាទេណាមហារិហឡូវាទសោតគឺជាអវាទចំពោះព្រះរាហុលមានសម្ដែងនៅក្នុងមជ្ឈិមនិកាយមជ្ឈិមបណាសកៈហ្នឹងគឺប្រសូតនឹងព្រះអង្គទ្រង់ត្រាស់សម្ដែងនៅក្នុងរវាងវស្សាទី12និង13នេះគឺព្រះអង្គទ្រង់ស្ដេចយាងចេញអំពីនគរវេសាលីទៅព្រះអង្គទ្រង់ស្ដេចយាងទៅកាន់វត្តចេតពុនណាព្រះអង្គទ្រង់យាងទៅកាន់វត្តចេតពុនហ្នឹងក្នុងកាលនោះព្រះរាហុលមានទជន18ហើយនៅជាសាមណេរទេណាចឹងមិនទាន់បានសម្រេចអរហន្តមិនទាន់បានសម្រេចនិព្វានអីទេតែមួយព្រះអង្គទ្រង់ស្ដេចយាងដណ្ឌបាតចេញពីវត្តហ្នឹងទៅព្រះរាហុលនិមន្តទៅតាមព្រះអង្គអញ្ចឹងទៅក៏កើតឆន្ទរាគៈឡើងណាគឺពេញចិត្តនឹងទៅបីបាក៏មានព្រះរូបនឹងល្អស្អាតណាស់ហើយខ្លួនឯងអាត្មាអញហ្នឹងក៏មានរូបស្អាតសមនឹងកើតឆន្ទរាគៈឡើងណាហ្នឹងដល់ពេលហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បែរប្រវរកាយមកព្រះអង្គទ្រង់ទូមានព្រះរាហុលនឹងឯងឲ្យចម្រើនរូបកម្មដ្ឋានអញ្ចឹងព្រះរាហុលបានអវាទអំពីព្រះអង្គមិនបាននិមន្តទៅបណ្ឌបាតមិនបាននិមន្តចូលស្រុកទេក៏លោកទៅរកទីក្រោមដើមឈើលោកចម្រើនលោកជាជាពិចារណាបប្រតិបត្តិតាមអវាទរបស់ព្រះសម្មាសម្ពុទ្ធហ្នឹងរួចទៅបានព្រះសិរីបុត្រនិមន្តទៅតាមក្រោយព្រោះព្រះសិរីបុត្ររៀបចំទីកន្លែងនឹងនៅក្នុងអាវាសសពគ្រប់ក្នុងវត្តចេតពុននឹងបាននិមន្តទៅតាមក្រោយឃើញព្រះរាហុលនិមន្តគង់នៅក្រោមដើមឈើយ៉ាងស្រួលអញ្ចឹងក៏បានប្រទានកម្មដ្ឋានឲ្យព្រះរាហុលនឹងចម្រើនអានាបានសតិក្នុងថ្ងៃនោះព្រះរាហុលអត់ចង្ហាន់ទេណាហ្នឹងក៏ប៉ុន្តែព្រះរាហុលមិនបានកើតចិត្តអកុសលអីនឹកគិតថា
ព្រះពុទ្ធបិតាមិនបានផ្ញើចង្ហាន់បិណ្ឌបាតអញព្រះឧបជាគឺព្រះសិរីបុត្រនឹងមិនបានផ្ញើចង្ហាន់បិណ្ឌបាតអីអញគឺអត់មានចិត្តកើតឡើងដោយខ្លាំងខ្នាក់ទេព្រោះមានការពិចារណានៅក្នុងព្រះពុទ្ធដីកាប្រព្រឹត្តបដិបត្តិតាមបរិភោគនៅព្រះធម៌ដូចជាអមតៈរស់អញ្ចឹងក្នុងការដែលប្រព្រឹត្តបដិបត្តិព្រះធម៌ទៅតាមឱវាទរបស់ព្រះសម្មាសម្ពុទ្ធហើយមិនឲ្យខ្លួនឯងនឹងថាជាបុគ្គលដែលព្រះឧបជាបដៅបានដោយក្រទេព្រះឧបជានឹងបានឲ្យនៅការចម្រើនអានាបានសតិពីព្រោះព្រះសិរីបុត្រមិនបានជ្រាបថាព្រះរាហុលនឹងបានទទួលកម្មដ្ឋានគឺរូបកម្មដ្ឋានអំពីព្រះសម្មាសម្ពុទ្ធហើយទេហ្នឹងបានជាប្រទាននៅអានាបានសតិនឹងឲ្យព្រះរាហុលតែអញ្ចឹងពេលចេញអំពីទីសំងំនឹងមកចូលទៅរកព្រះសម្មាសម្ពុទ្ធជាព្រះបិតាបានសួរព្រះអង្គពីការចម្រើននៅអានាបានសតិនឹងដែលមានផលច្រើនមានអានិសង្សច្រើននឹងយ៉ាងណាព្រះអង្គមិនទាន់បានបង្រៀនអំពីអានាបានសតិទេគឺព្រះអង្គទ្រង់សម្ដែងអំពីរូបកម្មដ្ឋាននឹងចែកដោយពិស្ដារឲ្យព្រះរាហុលនឹងចម្រើននៅរូបកម្មដ្ឋានឲ្យពិចារណារូបកាយនេះជាដីទឹកភ្លើងខ្យល់អាកាសធាតុហ្នឹងដូចជាដីទឹកភ្លើងខ្យល់អាកាសធាតុខាងក្រៅដែរបង្រៀនរួចទៅព្រះអង្គបង្រៀនឲ្យចម្រើនមេត្តាដើម្បីលះព្យាបាទចម្រើនករុណាដើម្បីលះនៅវិហិង្សាការបៀតបៀនចម្រើននៅមុទិតាដើម្បីលះបង់នៅអរតីគឺមិនត្រេកអរនឹងអ្នកដទៃដែលបានសេចក្តីសុខនោះចម្រើននៅឧបេក្ខាដើម្បីលះបង់នៅបដិខៈចម្រើននៅអសុភសញ្ញាដើម្បីលះបង់នៅរាគៈចម្រើននៅអនិច្ចសញ្ញាដើម្បីលះបង់នៅអស្មិមានៈរួចទៅបានព្រះអង្គទ្រង់បង្រៀនអំពីអានាបានសតិជាចុងក្រោយនៃប្រសូតនោះពីព្រោះព្រះរាហុលដែលកំពុងចម្រើនវ័យបជន18ចឹងនឹងហើយព្រះសម្មាសម្ពុទ្ធជាព្រះបិតាក៏មានព្រះរូបល្អស្មាអញហ្នឹងក៏ស្អាតក៏ពិចារណាឃើញចំពោះអានិសង្សរបស់រូបហ្នឹងឯងហើយក៏មានសេចក្តីត្រេកអរពេញចិត្តកើតឡើងហ្នឹងព្រះសម្មាសម្ពុទ្ធព្រះអង្គពិចារណាចិត្តរបស់ព្រះរាហុលកំពុងតែស្ដេចជាងទៅហ្នឹងឃើញចិត្តរបស់ព្រះរាហុលហ្នឹងកំពុងតែមានឆន្ទរាគៈនឹងគ្រប់សង្កត់អញ្ចឹងហើយកិលេសទាំងអស់នេះជាសត្រូវណាបុគ្គលមានសេចក្តីប្រមាទគឺសត្រូវហ្នឹងវានាំទៅកម្មអបាយភូមិហើយអញ្ចឹងព្រះអង្គទ្រង់បញ្ញាបរុទ្ធរះប្រទាននៅរូបកម្មដ្ឋានឲ្យព្រះរាហុលហ្នឹងបានព្រះសម្មាសម្ពុទ្ធហ្នឹងព្រះអង្គទ្រង់ត្រាស់សម្ដែងអំពីដីទឹកភ្លើងខ្យល់នេះឲ្យព្រះរាហុលនឹងពិចារណាអប់រំចិត្តនឹងឯងឲ្យដូចជាដីឲ្យដូចជាទឹកឲ្យដូចជាភ្លើងឲ្យដូចជាខ្យល់ឲ្យដូចជាអាកាសទៀតហ្នឹងព្រះអង្គទ្រង់សម្ដែងថាដីនឹងប៉ះនៅរបស់ស្អាតឬមិនស្អាតអីនឹងយ៉ាងណាក៏ជាធម្មតារបស់ដីគឺមិនបានទៅជាក្រោតខឹងឬក៏ស្រឡាញ់ពេញចិត្តអីក្នុងរបស់នោះទេនឹងអញ្ចឹងគឺឲ្យព្រះរាហុលនឹងភាវនាចម្រើនឲ្យដូចជាដីឲ្យដូចជាបតវ័យធាតុទឹកនឹងក៏អញ្ចឹងដែរគេលាងរបស់ស្អាតឬមិនស្អាតទៅមកស្មោកគ្របមុតល្មក់អីនឹងយ៉ាងណាជាធម្មតារបស់ទឹកហ្នឹងគឺមិនបានស្រឡាញ់ស្អប់អីទៅក្នុងរបស់ទាំងអស់ហ្នឹងទេហ្នឹងឲ្យព្រះរាហុលនឹងចម្រើនភាវនាឲ្យដូចជាទឹកចម្រើនភាវនាឲ្យដូចជាភ្លើងចម្រើនភាវនាឲ្យដូចជាខ្យល់ចម្រើនភាវនាឲ្យដូចជាអាកាសធាតុណាដើម្បីអីដើម្បីកម្ចាត់បងនៅឆន្ទរាគៈគឺសេចក្តីត្រេកអរពេញចិត្តចំពោះរូបកាយនេះហ្នឹងឆន្ទរាគៈគឺសេចក្តីត្រេកអរពេញចិត្តហ្នឹងសត្វលោកតែងតែប្រកាន់ថាជាខ្លួនជារបស់ខ្លួនណាទេត្រេកអរពេញចិត្តហ្នឹងចឹងត្រេកអរខ្លាំងណាស់ថាជារបស់ខ្លួនហ្នឹងប៉ុន្តែដល់ទៅបានអប់រំទូលមានចិត្តនឹងឯងដោយអំណាចនៃបញ្ញាបានក្រៀកចិត្តចេញពីរបស់អស់ហ្នឹងឃើញថារបស់អស់ហ្នឹងវាជារបស់ធម្មតាធម្មជាតិ
ប្រព្រឹត្តទៅដោយជំងឺរោគាធាធិប្រព្រឹត្តទៅដោយអពាតប្រព្រឹត្តទៅដោយសេចក្តីបែកធ្លាយវិនិច្ឆ័យវិន័យជាធម្មតាមិនមែនជារបស់ដែលគួរជាប់ជំពាក់ចិត្តប្រកម្មថាជារបស់យើងទេហ្នឹងអញ្ចឹងទៅថយឲ្យសេចក្តីស្រឡាញ់ហ្នឹងណាហ្នឹងមិនជារបស់យើងទាំងស្រុងទេហ្នឹងវាកាត់បន្ថយនៅសេចក្តីពេញចិត្តណាឧទាហរណ៍ប្រកេនគុណចាស់ជួនញាតិញោមបន្តិចថាដូចជាយើងស្រឡាញ់មនុស្សម្នាក់មនុស្សហ្នឹងថាឈ្មោះដូងចឹងចាស់យើងស្រឡាញ់ណាពេញចិត្តណាប៉ុន្តែជាមួយគ្នានេះយើងអត់មានពេញចិត្តជាមួយនឹងមនុស្សម្នាក់ទៀតឈ្មោះថ្នោតទេយើងមិនស្រឡាញ់ទេថ្នោតហ្នឹងដូចជាសត្រូវជាមួយយើងតែងរំខានយើងបៀតបៀនយើងជេរប្រតិចយើងលួចប្លន់យើងនឹងជាបាតបៀតបៀនយ៉ាងនេះយ៉ាងនោះយើងអត់ពេញចិត្តជាមួយមនុស្សថ្នោតទេមែនទេណាប៉ុន្តែជាមួយមនុស្សដូងតែយើងស្រឡាញ់អូយស្រឡាញ់ពេញចិត្តណាស្រឡាញ់ស្មារតីជីវិតពេញចិត្តណាប៉ុន្តែក្រាប់តែពេលមួយយើងឃើញមនុស្សដូងហ្នឹងវារាក់ទាក់ទទួលជាមួយមនុស្សថ្នោតណារាក់ទាក់ទទួលមនុស្សថ្នោតត្រេកអររីករាយឲ្យនេះឲ្យនោះសប្បាយឲ្យមនុស្សថ្នោតនឹងមកស្នាក់នៅជាមួយទទួលផ្កប់ផ្គុនមនុស្សថ្នោតសពគ្រប់អញ្ចឹងចិត្តរបស់យើងនៅដដែលទេអត់ទេវាក្រៀកចេញពីមនុស្សដូងហ្នឹងមែនទេណាមកពីអីមកពីយើងឃើញមនុស្សដូងហ្នឹងទៅចិត្តដិតស្និទ្ធស្នាលជាមួយនឹងមនុស្សថ្នោតហ្នឹងយើងវាគ្មានរឿងរ៉ាវអីជាមួយមនុស្សដូងទេវាទៅរឿងទៅជាមួយមនុស្សថ្នោតហ្នឹងតែស្អប់ណាជាសត្រូវហើយដល់ទៅឃើញមនុស្សដូងនឹងឯងទៅចូលចិត្តទទួលមនុស្សថ្នោតរាប់អានរីករាយឲ្យទីកន្លែងនៅសពគ្រប់ចឹងទៅយើងទៅវាក្រៀកចិត្តវាដកចិត្តស្រឡាញ់នឹងចេញពីមនុស្សដូងនឹងផងដែរហើយដាក់បានទេអញ្ចឹងទេដាក់បានទេហ្នឹងនឹកដូងព្រៀបបែកដូចជារូបកាយដែលយើងស្រឡាញ់ណាស់អញ្ចឹងណាស្រឡាញ់ណាស់ហ្នឹងស្រឡាញ់ភ្នែកស្រឡាញ់តិចស្រឡាញ់ច្រមុះស្រឡាញ់ដាតស្រឡាញ់កាយស្រឡាញ់ចិត្តស្រឡាញ់រូបធាតុដីធាតុទឹកធាតុភ្លើងធាតុខ្យល់អាកាសធាតុវិញ្ញាណធាតុហ្នឹងស្រឡាញ់ណាស់ក៏ប៉ុន្តែរបស់ដែលយើងស្រឡាញ់នេះយើងពិចារណាមើលវាទទួលចាស់ទទួលឈឺទទួលស្លាប់ដែរទេណាទទួលសេចក្តីទុក្ខលំបាកដែរទេអាចចាស់ឈឺស្លាប់អាសេចក្តីទុក្ខលំបាកអាឈឺអីហ្នឹងយើងចូលចិត្តទេយើងអត់ចូលចិត្តទេហ្នឹងប៉ុន្តែទោះជាយើងមិនចូលចិត្តចាស់ឈឺស្លាប់ទុក្ខលំបាកយ៉ាងណាទុក្ខវេទនាយ៉ាងម៉េចហ្នឹងក៏ដោយយើងអត់ចូលចិត្តក៏ពិតមែនប៉ុន្តែរូបកាយនេះវាចូលចិត្តវាទទួលនៅរបស់ហ្នឹងបើអញ្ចឹងយើងនៅតែបាក់ចិត្តទៅទាំងស្រុងស្រឡាញ់រូបកាយហ្នឹងថាជារបស់យើងទេណាទេណាឧទាហរណ៍ទៅជាណាឥឡូវនេះញាតិញោមបងប្អូននឹងពេញចិត្តណាយើងមានទៅជាបានមកស្ដាប់ធម៌បានហើយណាណាស្ដាប់ធម៌ណាតែអញទៅរស់ស្ដាប់ធម៌អញ្ចឹងបានអីយកទៅស្ដាប់ទៅជាយកមកស្ដាប់ណាព្រេកអរនឹងទៅជាហ្នឹងណាហ្នឹងក៏ប៉ុន្តែទៅជាហ្នឹងវាសម្រាប់ទទួលតែក្នុងការស្ដាប់ឮនៅសំឡេងពធឬក៏ទទួលឮសំឡេងគេជេរដែរណាសំឡេងរំខានគេស្រែកលោមឡាគេដាក់មេក្រូវងវាងហ្នឹងអានឹងទទួលដែរទេទៅជានឹងទទួលទេអានឹងបានថាវាមិនមែនចេះតែតាមយើងថាទៅស្ដាប់តែធัวទៅស្ដាប់តែសំឡេងពីរោះសំឡេងល្អអាស្អីក៏វាទទួលដែរអញ្ចឹងក៏មកបាក់ចិត្តទាំងស្រុងថាជារបស់យើងនោះអានេះគឺថាវាមិនមែនតាមអំណាចយើងដូចតែយើងស្រឡាញ់វាទេណាវាមិនមែនតាមអំណាចយើងវាមិនមែនស្មោះត្រង់ជាមួយយើងតាមដូចតែយើងស្រឡាញ់វាទេណាយើងតាមដែលស្រឡាញ់ខ្លាំងណាបដូរស្លាប់ដូររស់ជាមួយទៅឆ្លោះជាមួយគេឯងអីសពគ្រប់ទាំងអស់នឹងប៉ុន្តែសភាពពិតបញ្ញខੰនេះវាអត់មានស្ម័គ្រស្មោះអីជាមួយយើងដូចយើងស្ម័គ្រស្មោះជាមួយទេវាទទួលជំងឺឃើញទេណាវាទទួលជំងឺហើយយើងចូលចិត្តជំងឺទេអត់ទេបញ្ញខੰនេះវាទទួលជាភ្ញៀវជាអ្នកចិត្តដិតឃើញទេវាទទួលជំងឺវាទទួលនៅរឿងមិនល្អសពគ្រប់ទាំងអស់ក្នុងជីវិតនេះបានយើងគួរតែកាត់នៅអាឡ័យដកចិត្ត
អំពីសេចក្តីស្រឡាញ់ជ្រុកថារូបកាយនេះជីវិតនេះជារបស់យើងគឺថាកាប់នៅសេចក្តីអាល័យដោយសារអីដោយសារបានពិចារណាឃើញនៅសង្ខារធัวដែលប្រព្រឹត្តទៅជាធម្មតាយ៉ាងនេះឯងមិនមែនស្មោះត្រង់ជាមួយយើងមិនមែនចិត្តស្រឡាញ់យើងមិនមែនចិត្តតាមយើងទេរូបអីដែលមិនចូលចិត្តក៏វាអាចកើតឡើងនៅការឃើញរូបនោះបានអាស្រ័យភ្នែកឃើញទេក្នុងសំឡេងដែលមិនល្អក្លិនដែលមិនល្អរសដែលមិនល្អផតថពៈដែលមិនល្អទុក្ខវេទនាអីហ្នឹងយ៉ាងណាគឺថារូបកាយនេះវាអាចទទួលបានទាំងអស់នៅរបស់ទាំងអស់ហ្នឹងអញ្ចឹងបានន័យថាវាមិនមែនបដូរជាមួយនឹងយើងស្មោះត្រង់ពិតប្រាកដជាមួយនឹងយើងទេយើងត្រូវឃើញថារូបកាយនេះគឺវាជាអ្នកកទៀតទេវាជាអ្នកកទៀតវាជាអ្នកដតីទេមិនមែនចំពិតជាខ្លួនយើងទេមិនមែនចំជាតួខ្លួនយើងទេបើចំជាតួខ្លួនយើងគឺដែលយើងមិនត្រូវការចាស់ឈឺស្លាប់មិនត្រូវការលំបាកមិនត្រូវការរូបអាក្រក់សម្លេងដែលមិនពិរោះសម្លេងរំខានសម្លេងលោឡាក្លិនអីហ្នឹងយ៉ាងណាដែលយើងមិនត្រូវការនោះគឺវាមិនទទួលហើយប៉ុន្តែអានេះមិនមែនជាខ្លួនយើងទេវាទទួលតែទាំងអស់នឹងរ៉ាប់រងបានតែទាំងអស់ដូច្នេះយើងក្រៀកចិត្តតែណាយើងមិនមានការវង្វេងរហូតដល់ទៅណាមានការវង្វេងរហូតដល់ទៅថាជាតួខ្លួនយើងទេគឺថាជាអ្នកទៅទៀតណារូបនឹងជាអ្នកទៅទៀតនឹងវេទនាសញ្ញាសង្ខារវិញ្ញាណនឹងដូចជាអ្នកទៅទៀតដែលបល័យថាបរតោណាជារបស់ដតីណាជាអ្នកទៅទៀតនឹងអញ្ចឹងហើយតែថាខ្លួនយើងនេះគ្រាន់តែសំណត់ទៅមកច្រឡំជាមួយអ្នកដតីប៉ុណ្ណឹងទៅទេបញ្ញត្តិទេវាអត់មានរូបវេទនាសញ្ញាសង្ខារវិញ្ញាណណាដែលថាជាតួខ្លួនយើងពិតប្រាកដឡើយហ្នឹងថ្ងៃព្រឹកស្អែកថ្ងៃសិលហ្នឹងយើងសន្ទនាពីរឿងបញ្ញត្តិហ្នឹងតទៅទៀតនៅអាស្រមនេះទេណាកណ្ដាគុណចាស់ញាតិញោមហ្នឹងគឺព្រោះបញ្ញត្តិនេះបើយើងមិនសិក្សាឲ្យច្បាស់យើងនៅវង្វេងនៅញាប់ញួរនៅតក់ស្លុតណាទេណាវង្វេងញាប់ញួរតក់ស្លុតណាអ្នកមករៀនធัวគ្រប់គ្នានឹងហើយក៏ដោយមិននិយាយពីអ្នកដែលមិនបានស្ដាប់ពធัวមិនសិក្សាមិនរៀនសូត្រអីទេគឺនៅញាប់ញួរនឹងបញ្ញត្តិណានៅការកូនចៅរងថ្ងៃណាល្អលោកគ្រូហៅណារងថ្ងៃល្អហើយថ្ងៃជាស្អីថ្ងៃជាបញ្ញត្តិសពអត់មានជាសុភាវៈអីតែទៅចឹងទៅទៀតជាបញ្ញត្តិជាអត្ថបញ្ញត្តិនឹងមើលក្នុងជំនួយសតិភៈ6ទេណាអត្ថបញ្ញត្តិនឹងមានស្អីខ្លះហើយបើវាអត់មានអីសោះអញ្ចឹងហើយទៅភ័យញាប់ញួរក្រែងលោថ្ងៃនឹងឯងវាឲ្យទុកទោសវាមិនល្អជាមួយនឹងថ្ងៃហើយដល់តែមែនទេទៅនៅឡង់ទីយេក្រហមទេតែថ្ងៃនេះរៀបការមិនបានទេបើខាងលក់ដូរមិនបានទេក៏ភ័យខ្លាចទៅតាមនឹងអញ្ចឹងទៅហ្នឹងទិញរបស់អីចូលផ្ទះបើកឡង់យេនៅថ្ងៃនេះល្អបានទិញហ្នឹងគឺកាលណាបើចិត្តនឹងវានៅសង្ស័យនៅរង្គៀសក្រែងលោថាបើគេថាមិនល្អអញ្ចឹងហើយក៏ចាំថ្ងៃល្អទៅចាំថ្ងៃក្រោយអញ្ចឹងទៅអានឹងបានដីថាម៉េចបានដីថាយើងមិនទាន់ច្បាស់លាស់ទេមិនទាន់ច្បាស់ថាអ្វីដែលឲ្យសុខឲ្យទុក្ខក្នុងជីវិតរបស់យើងយើងអត់ច្បាស់លាស់ទេទៅជាឃើញថ្ងៃខែឆ្នាំអីចឹងទៅវិញទៅថ្ងៃខែឆ្នាំជាបញ្ញត្តិសពណាទៀតអត់មានជាសភាវៈអីទាំងអស់ហើយស្រាប់តែយើងទៅខ្លាចបញ្ញត្តិហ្នឹងថ្ងៃខែឆ្នាំហ្នឹងឲ្យទុក្ខឲ្យទោសឬថាឲ្យល្អជាមង្គលសិរីសួស្តីអីអាហ្នឹងដែលយើងនៅជំពាក់តាក់ទិននៅក្នុងរឿងថ្ងៃខែឆ្នាំហ្នឹងអាហ្នឹងបានន័យថាមិនតាន់បានច្បាស់លាស់ទេនៅក្នុងរឿងកម្មផលក៏មិនតាន់ច្បាស់លាស់ក្នុងគុណបរតនត្រ័យក៏អត់តាន់សុខស្រួនទេចូលទៅអង្គុយចិត្តគៀកក្បែរនឹងអត់តាន់សុខស្រួនទេព្រោះយើងអត់តាន់ជាក់ច្បាស់នៅក្នុងរឿងកម្មនិងផលវិបាករបស់កម្មឧបាសកឧបាសិកាដែលជាឈ្មោះរបស់អ្នកដល់នៅបរតនត្រ័យហ្នឹងក៏មិនតាន់បានពេញលក្ខណៈល្អថាជារតនៈឧបាសកឧបាសិកាថាជាបតុមឧបាសកឧបាសិកាដែរអានេះបានថាយើងស្ដាប់ពធយើងសិក្សាឲ្យបានយល់ច្បាស់ពីដំណើរជីវិតដែលវាមានការប្រព្រឹត្តទៅជាសុខជាទុក្ខនឹងយ៉ាងណា
đây chỉ bạ ra mắt được thua nó giờ mấy đây chỉ bành nhát nên để về ở miền kia sập kia về ấy so nữa còn đây chỉ bành nhát thật ngày ní khai ní năm ní rồi đây ní cà ní về lia ní so rồi tiền chăng giờ nâng tập lập nhọc nhua chỉ mùi kia nâng bành nhát anh ấy ban đây thà về nơi miền sập kia thiệp ở thằng mông quơ thiệp ở chẳng giờ nâng xong để nia nơi về phật sai cả tới cho nó sớm ạ nam mô tây ni